អនុញ្ញាតជម្រាបជូនចំពោះជនរួមជាតិទាំងអស់ជាកតញ្ញូមហាដងឧត្តមរបស់រដ្ឋសភាជាតិនៃប្រជាជាតិកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចទីកាធិបតីខួនសូដារីដែលជាប្រធានរដ្ឋសភានៃយើងហើយនឹងការដឹកនាំរបស់ព្រឹទ្ធសភាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺយើងបានរៀបចំសហការរវាងរដ្ឋសភានិងព្រឹទ្ធសភាដឹកនាំនៅការប្រជុំមួយដែលហៅថាកិច្ចពិភាក្សារបស់អាស៊ានក្នុងការពិចារណាអំពីការវិនិយោគលើផ្នែកកសិកម្មដោយការទទួលខុសត្រូវអញ្ចឹងដូច្នេះហើយយើងនិយាយថាអភិបាលកិច្ចប្រកបដោយបរិយាបន្ននិងការចូលរួមពីគ្រប់ភាគីទាំងអស់អញ្ចឹងបានន័យថាទាំងសភាទាំងរាជរដ្ឋាភិបាលទាំង stakeholder ទាំងអស់សមាជិកពីគ្រប់ភាគីដែលការពាក់ព័ន្ធនៅក្នុងកិច្ចការវិនិយោគផ្នែកកសិកម្មសន្តិសុខស្បៀងនេះគឺសម្រាប់សំខាន់ណាស់សម្រាប់អាស៊ានទាំងមូលហើយដោយមានការចូលរួមពីអង្គការស្បៀងអាហារពិភពលោក FAO អញ្ចឹងពួកយើងបានធ្វើការពិភាក្សារយៈពេល2ថ្ងៃនេះដោយមានតំណាងគ្រប់ប្រទេសហើយនឹងតំណាងតាមក្រសួងចាំបាច់សំខាន់ជាពិសេសគឺក្រសួងកសិកម្មក្រសួងធនធានទឹកហើយនឹងក្រសួងបរិស្ថានបានចូលរួមព្រោះយើងត្រូវការពិភាក្សាមួយដែលមានទាំងទ្រឹស្ដីមានទាំងគោលនយោបាយមានទាំងការអនុវត្តអញ្ចឹងការពិភាក្សានៅសភាយើងទាំងមូលគឺបានជំរុញឲ្យមានការពិភាក្សានិងការអនុវត្តនេះគឺដល់ក្នុងកម្រិតជាតិផងហើយកម្រិតថ្នាក់ក្រោមជាតិផងបានន័យថាការធ្វើគោលនយោបាយទាំងឡាយត្រូវតែទទួលបានដល់សហគមន៍មិនមែនត្រឹមតែថ្នាក់ជាតិទេទៅដល់សហគមន៍តែម្ដងអញ្ចឹងដូច្នេះហើយការពិភាក្សាទាំងរយៈពេល2ថ្ងៃនេះធ្វើឲ្យយើងមើលឃើញនៅមានសារៈសំខាន់9ចំណុចដែលយើងអាចរាយការណ៍ជូនជនរួមជាតិយើងដើម្បីរីករាយគឺថាការងារទាំងអស់បានធ្វើការមិនមែនតែគ្រាន់និយាយទេគឺបានអនុវត្តហើយក៏កំពុងបន្ថែមនៅផែនការអនុវត្តទាំងឡាយដោយចាក់បញ្ចូលនៅហិរញ្ញប្បទានសំខាន់ចូលទៅនឹងផែនការពិតប្រាកដតាមផ្នែកនីមួយឲ្យចង់ជម្រាបជនរួមជាតិដែរគឺថាបច្ចុប្បន្ននេះយើងលែងនិយាយអំពីការបម្រែបម្រួលអាកាសធាតុហើយគឺយើងនិយាយអំពីភាពវិបត្តិនៃអាកាសធាតុតែម្ដងអញ្ចឹងវិបត្តិនៃអាកាសធាតុបានឲ្យវាធ្ងន់ធ្ងរបម្រែបម្រួលអាកាសធាតុបានន័យថាវានឹងមកដល់ប៉ុន្តែឥឡូវយើងចូលដល់ដំណាក់កាលវិបត្តិអាកាសធាតុហើយអញ្ចឹងបើវិបត្តិអាកាសធាតុគឺអ្វីដែលសំខាន់ជាងគេគឺសន្តិសុខស្បៀងអញ្ចឹងសន្តិសុខស្បៀងមិនសំខាន់តែស្រូវអង្គមួយមុខទេវាមានគ្រប់ប្រភេទទាំងអស់នៃប្រព័ន្ធ ecosystem របស់ម្ហូបអាហារនេះទាំងមូលអញ្ចឹងវាទាមទារឲ្យការសហការគ្នាគ្រប់ស្ថាប័នទាំងបញ្ហាការគ្រប់គ្រងទឹកការគ្រប់គ្រងបរិស្ថាននិងការគ្រប់គ្រងនៅផ្នែកវិស័យកសិកម្មទាំងមូលតែម្ដងដែលហៅថា ecosystem នេះអញ្ចឹងដូច្នេះហើយក្រោយពីការពិភាក្សាគឺអង្គប្រជុំយើងបានជំរុញឲ្យមានទំនើបកម្មនៅវិស័យកសិកម្មព្រោះយើងមិនអាចប្រើប្រាស់វត្ថុនឹងការដាំដុះទាំងឡាយពឹងលើទឹកភ្លៀងទាំងស្រុងទៀតទេប៉ុន្តែយើងត្រូវប្រើប្រាស់ទឹកជាសំខាន់មែនប៉ុន្តែទឹកទាំងអស់ហ្នឹងត្រូវប្រើឲ្យមានការគ្រប់គ្រងឲ្យត្រឹមត្រូវតាមបច្ចេកវិទ្យាដំណាំណាត្រូវការទឹកដំណាំណាត្រូវការមិនមែនថាយើងត្រូវការទឹកគ្រប់ពេលវេលាទេទឹកត្រូវការចាំបាច់ប៉ុន្តែមិនមែនត្រូវការគ្រប់ពេលវេលាព្រោះមានពេលដែលគាត់ត្រូវការទឹកដែរអញ្ចឹងដូច្នេះហើយយើងត្រូវដឹងអញ្ចឹងជីវិតរុក្ខជាតិនិងជីវិតមនុស្សដូចគ្នាក្នុងការឆ្លើយតបទៅនឹងធម្មជាតិដើម្បីធ្វើម៉េចឲ្យដឹងថាភាពខ្សត់នៃទឹកនេះគឺសំខាន់ណាស់ទឹកគឺជាជីវិតនោះឯងទី2គឺយើងធ្វើម៉េចឲ្យមានអភិបាលកិច្ចនៅក្នុងបទបញ្ញត្តិនិងការអនុវត្តច្បាប់អញ្ចឹងដាក់ច្បាប់ទៅហើយដាក់បទបញ្ញត្តិទៅហើយត្រូវតែមានការអនុវត្តអញ្ចឹងការអភិបាលកិច្ចនេះគឺសំខាន់គឺយើងធ្វើម៉េចឲ្យមានភាពស្មើគ្នានៅក្នុងការប្រកួតប្រជែងរវាងអ្នកផលិតនិងអ្នកទិញអ្នកផលិតខំប្រឹងឃើញថាខ្វះស្បៀងខំប្រឹងផលិតឲ្យច្រើនប៉ុន្តែផលិតហើយអត់ដឹងយកទៅលក់នៅណាអញ្ចឹងដូច្នេះត្រូវរកអ្នកទិញឲ្យបានអញ្ចឹងការឆ្លើយតបទៅនឹងទីផ្សារហើយនឹងការតម្រូវការនឹងការផ្គត់ផ្គង់នេះគឺវាស្ថិតនៅក្នុងទ្រឹស្ដីសេដ្ឋកិច្ចដូច្នេះហើយគឺគេនឹងបានន័យថាសមាជិកសភារួមទាំងអ្នកជំនាញការទាំងអស់យល់ឃើញថាការបង្កើតនៅស្ថានភាពនៃការប្រកួតប្រជែងហើយដោយមានការទទួលខុសត្រូវផងគឺការវិនិយោគនេះឯងដែលធ្វើឲ្យមានការថ្លឹងថ្លែងរវាងអ្នកផលិតហើយនិងអ្នកទិញហើយក្នុងនោះដែរគឺផ្នែករដ្ឋគឺត្រូវការគ្រប់គ្រងការលើកទឹកចិត្តនិងគ្រប់គ្រងសារពើពន្ធអញ្ចឹងពេលខ្លះគឺថាយើងជួយគាត់មែនប៉ុន្តែដល់ឲ្យដាក់ពន្ធគាត់ច្រើនពេកក៏គាត់ពិបាកអញ្ចឹងដូច្នេះរាជរដ្ឋាភិបាលគឺបានធ្វើការជាក់ស្ដែងទៅក្នុងការលើកទឹកចិត្តក្នុងវិស័យកសិកម្មនេះហើយយើងក៏កោតសរសើរចំពោះមិនមែនតែរដ្ឋាភិបាលកម្ពុជាទេរដ្ឋាភិបាលអាស៊ានទាំងមូលយល់ឃើញដូចគ្នាថាការសម្រួលនៅក្នុងបញ្ហាសារពើពន្ធនេះសំខាន់បំផុតទៅលើវិស័យកសិកម្មហើយចំណុចទី3គឺយើងគិតថាដល់សម័យបច្ចេកវិទ្យាហើយការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងការអនុវត្តនេះគឺនឹងបញ្ញា Digital អ
ចឹងយើងប្រើប្រាស់ទៅលើវិស័យផ្សេងឧស្សាហកម្មផ្សេងច្រើនហើយប៉ុន្តែយើងត្រូវប្រើវិស័យ digital វិស័យ AI ទាំងអស់ហ្នឹងមកប្រើលើការគ្រប់គ្រងទំនិញនិងកសិផលរបស់យើងដើម្បីបម្រើសេចក្តីត្រូវការទៅតាមអ្វីជាតម្រូវការរបស់មនុស្សជាតិច្រើនជាងអញ្ចឹងបានន័យថាបម្រើកាពះមនុស្សឲ្យបានច្រើនបច្ចេកវិទ្យាកុំឲ្យប្រើទៅលើរឿងម៉ាស៊ីនច្រើនពេកប៉ុន្តែប្រើមកលើមនុស្សផងដែរអញ្ចឹងនេះជាការយល់ឃើញនៅក្នុងក្រមការងាររបស់ពួកយើងអ្វីដែលជាលទ្ធផលជាក់ស្ដែងហ្នឹងក៏យើងចង់ឲ្យមានដោយសារអាស៊ានវាជាបណ្ដុំនៃប្រទេសមួយនៅក្នុងអាស៊ីអាគ្នេយ៍យើងវាជិតគ្នាព្រំដែនប្រហែលគ្នាសីតុណ្ហភាពប្រហែលគ្នាអញ្ចឹងវាត្រូវការបែងចែកនៅទិន្នផលគេហៅថាប្រព័ន្ធទិន្នន័យបាទប្រព័ន្ធទិន្នន័យនិងព័ត៌មានសន្តិសុខស្បៀងអញ្ចឹងឲ្យយើងដឹងគ្នាព្រោះអាស៊ានមាន11ប្រទេសទេអញ្ចឹងបើ11ប្រទេសផលិតដូចគ្នាលក់ដូចគ្នាមិនប្រកួតប្រជែងគ្នាស្លាប់ចឹងដូច្នេះធ្វើម៉េចឲ្យចែកព័ត៌មានគ្នាអ្នកណាធ្វើអីឧទាហរណ៍ប្រទេសហ្វីលីពីនគាត់ផលិតពូជទៅហើយនឹងកម្ពុជាផលិតដាំដុះទៅហើយប្រទេសមួយចំនួនទៀតកែច្នៃទៅអញ្ចឹងចែកគ្នាធ្វើការដើម្បីឲ្យយើងបានបំពេញការងារគ្នាទៅវិញទៅមកព្រោះនេះទៀត AI មកជំនួសការងារមនុស្សអស់ហើយអញ្ចឹងដូច្នេះការងារកសិកម្មនៅតែជាការងារនៅជាវិស័យធំជាងគេដែលស្រូបយកកម្លាំងពលកម្មពីប្រជាជននិងមហាជនបានច្រើនជាងគេអញ្ចឹងបច្ចេកវិទ្យាក៏ត្រូវបម្រើទៅវិស័យកសិកម្មនឹងក៏ស្រូបកម្លាំងមនុស្សតាមជាក់ស្ដែងដែរទី5គឺយើងគិតអំពីយើងហៅថាបច្ចេកវិទ្យាថ្មីនិងនវានុវត្តន៍ហ្នឹងគឺការលើកទឹកចិត្តឲ្យមានការវិនិយោគទៅលើការស្រាវជ្រាវនិងការអភិវឌ្ឍស្រាវជ្រាវនិងអភិវឌ្ឍនេះជាកន្លែងដែលចាយលុយច្រើនជាងគេបំផុតឧទាហរណ៍ពីមុនស្រូវត្រូវការទឹកប្រមាណលីត្រក្នុង1ហិកតាត្រូវការទឹកប្រមាណគីបក្នុង1ហិកតាអញ្ចឹងពេលនេះគឺស្រូវមិនត្រូវការទឹកច្រើនពេកទេត្រូវការតែពេលស្ទុះឡើងហើយនឹងពេលចិត្តប្រមូលផលហើយខុសពីហ្នឹងទឹកស្រូវអត់ត្រូវការទឹកទេអញ្ចឹងដូច្នេះការសិក្សានៅបច្ចេកវិទ្យា R&D នេះត្រូវចំណាយលុយច្រើនអញ្ចឹងគឺគេគិតថាយើងមិនគួរប្តេជ្ញាផ្ដួលទៅលើប្រទេសផ្សេងជួនកាលគេសិក្សាល្អមែនពីតំបន់អឺរ៉ុបប៉ុន្តែមិនល្អសម្រាប់តំបន់អាស៊ីយើងទេមិនល្អសម្រាប់តំបន់ត្រូពិកយើងទេអញ្ចឹងនេះជាចំណុចសំខាន់ដែលយើងសិក្សានៅក្នុងវិស័យនេះយើងឃើញថាមានការផលផុសទាំងក្រសួងនិងមន្ត្រីទាំងអ្នកតំណាងរាស្ត្រដែលជាតំណាងឲ្យប្រទេសនីមួយយើងនាំគ្នានិយាយមួយទៀតអំពីសេដ្ឋកិច្ចមាត្រដ្ឋាននិងប្រសិទ្ធភាពនៃផលិតកម្មអញ្ចឹងសេដ្ឋកិច្ចមាត្រដ្ឋានហើយនិងផលិតភាពកសិកម្មសំខាន់ដើម្បីឲ្យយើងដឹងអំពីសមាមាត្រនៃការចំណាយនិងផលប្រយោជន៍អញ្ចឹងជួនកាលយើងខំប្រឹងណាប្រមូលផលិតប៉ុន្តែយើងចាយច្រើនពេកប៉ុន្តែផលិតផលវានឹងវាមកឲ្យយើងបំពេញឲ្យមនុស្សវាខាតទៅវិញអញ្ចឹងអាសមាមាត្រនៃការចំណាយនេះសំខាន់ណាស់វាត្រូវការគិតគូរជាវិទ្យាសាស្ត្រយើងមិនអាចនឹកឃើញស្រែកថាចង់បានផលិតហួសប៉ុន្តែតម្រូវការវាអត់មានវាអត់សមាមាត្រគ្នាហ្នឹងក៏ជាចំណាយធំដែលធ្វើឲ្យថ្លៃស្បៀងកើនឡើងអញ្ចឹងគឺគេប្រយ័ត្នមិនឲ្យថ្លៃស្បៀងកើនឡើងនេះគេចង់ឲ្យថ្លៃស្បៀងពីប្រទេសមួយហ្នឹងជាពិសេសអាស៊ានមុនគេគឺធ្វើម៉េចឲ្យប្រហាក់ប្រហែលគ្នាដល់ប្រជាជនទាំងអស់គ្នាអាចចូលទៅបានអញ្ចឹងសន្តិសុខស្បៀងមិនមានន័យថាប្រជាជនគ្រប់គ្នាមានសន្តិសុខស្បៀងទេអញ្ចឹងសន្តិសុខស្បៀងគឺត្រូវធានានៅស្ថិរភាពស្បៀងបានន័យថាអ្នកទាំងអស់គ្នាក៏មានសិទ្ធិដើម្បីចូលទៅកាន់កាប់ស្បៀងចូលទៅទទួលយកស្បៀងនៅពេលដែលខ្លួនខ្វះខាតអាហារូបត្ថម្ភដែរអញ្ចឹងពីពាក្យហ្នឹងគឺជនរួមជាតិគូរីដែរថាយើងបានជជែកគ្នាគ្រប់ជ្រុងជ្រោយព្រោះពាក្យសន្តិសុខស្បៀងបានន័យថាការក្តាប់នៅក្នុងកម្រិតជាតិប៉ុន្តែដល់ពេលដែលអាចចូលទៅកាន់កាត់ស្បៀងឬចែករំលែកនៅស្បៀងពុតគង់បានគឺប្រជាជននៅតាមសហគមន៍ដែលអាចទៅយកស្បៀងបានមកហូបបានពេលខ្វះខាតចំណុចទី7គឺយើងនិយាយអំពីការគ្រប់គ្រងការបាត់បង់និងការខ្ជះខ្ជាយស្បៀងអីធំមែនតើយើងគ្រាន់ហងៃយើងអត់ដឹងរឿងទេបើយើងដឹងរឿងមិនដឹងថាមួយថ្ងៃយើងបាត់បង់ស្បៀងប្រមាណដែលតាមសន្តាគារតាមផ្ទះនីមួយឬក៏ការហូបចុកនីមួយអ្នកដែលសបោទៅអ្នកដែលអត់គឺអត់មែនតើអញ្ចឹងគេគិតជា data ជាបញ្ហាតួលេខគិតជាតួលេខមកគឺថាឃើញថាពិភពលោកទាំងមូលហ្នឹងដែលប្រជាជនយើងទាំងអស់ហ្នឹងមួយថ្ងៃបើយើងសន្សំស្បៀងយើងបានដល់1000លានកញ្ចប់បានហើយ1000លានពេលអញ្ចឹងមកអញ្ចឹងមនុស្ស1000លានអ្នកដែលអត់មានស្បៀងអញ្ចឹងបើសិនជាយើងគ្រប់គ្រងត្រឹមត្រូវកុំឲ្យមានខ្ជះខ្ជាយស្បៀងហ្នឹងអញ្ចឹងនេះជាចំណុចធំណាស់បើបងប្អូនអត់គិតយើងហូបចុកទៅយើងសល់យើងចាក់ចោលក្នុងធុងសម្រាមទៅប៉ុន្តែគ្នានេះអត់គ្នាត្រូវការតែបន្តិចប៉ុណ្ណឹងក៏អត់បានដែរដូច្នេះការគិតគូរនេះគឺត្រូវគិតទៅលើផ្នែកមីក្រូដើម្បីយើងចែកឲ្យឃើញថាការសន្សំស្បៀងនិងខ្ជះខ្ជាយស្បៀងវាត្រូវមានតុល្យភាពមួយក្នុងការគិតគូរហើយនឹងមានការទទួលខុសត្រូវមួយក្នុងបណ្ដាញប្រតិបត្តិជាក់ស្ដែងសកម្មភាពរាល់ថ្ងៃមិនមែនតែគោលនយោបាយទេគឺប្រជាជនម្នាក់ជាពិសេសពីកុមារីពីមេផ្ទះត្រូវចេះសន្សំស្បៀងពីនឹងទៅបង្កើតវប្បធម៌សន្សំស្បៀងនិយាយឲ្យសួរស្ដាប់ក
កុំឲ្យថាមានលុយឲ្យចាយហូបដាក់ពេញតុកទៅទុកចោលអាទុកចោលនោះមិនមែនថាអ្នកនេះខ្ចប់ទៅផ្ទះបានទេប៉ុន្តែបោកចូលគ្នាទៅវាចាយខាតច្រើនណាស់គិតជាតម្លៃលុយគឺអស់ច្រើនមែនទែនអញ្ចឹងយើងការសន្សំនេះគឺយើងបានគិតគូរដែរហើយចុងក្រោយបំផុតគឺយើងនិយាយអំពីការគិតគូរនៃការរៀបចំប្រព័ន្ធមួយឲ្យមានសមាមាត្រគ្នារវាងអន្តរសភាអន្តររដ្ឋាភិបាលនិងបណ្ដាភាគីដែលពាក់ព័ន្ធទាំងអស់ធ្វើម៉េចគិតគូរជួយគិតគ្នាថាដើម្បីឲ្យប្រជាជនទាំងអស់ធានាថាកាពះយើងមិនឃ្លានយើងគួរមានធនាគារម្ហូបអាហារមួយអញ្ចឹងធនាគារម្ហូបអាហារនេះជាចំណុចដែលយើងទាំងអស់គ្នាគួរគិតគូរដល់កម្រិតជាតិហើយនឹងប្រទេសមួយធ្វើមិនបានទេតើទាំងអស់គ្នាចូលរួមគ្នាអញ្ចឹងមិនគេហៅថា ASEAN Food Bank ឬមួយក៏ធនាគារស្បៀងអាហាររបស់អាស៊ានជាគំនិតនៅឡើយទេប៉ុន្តែគិតថាថ្នាក់ដឹកនាំដើម្បីទៅឈានទៅការសម្រេចសហគមន៍ជោគវាសនាអាស៊ានឆ្នាំ2045យើងត្រូវការសន្តិភាពយើងត្រូវការកិច្ចសហប្រតិបត្តិការហើយយើងត្រូវការចែករំលែក data ទាំងអស់អំពីទិន្នន័យនៃធម្មជាតិគ្រោះធម្មជាតិនិងឧបសគ្គទាំងឡាយបូកទាំងការស្រាវជ្រាវដែលមានចំណុចល្អៗដើម្បីបង្កើននៅសន្តិសុខស្បៀងហើយនិងស្ថិរភាពស្បៀងអញ្ចឹងសន្តិសុខស្បៀងនិងស្ថិរភាពស្បៀងសន្តិសុខស្បៀងកម្រិតជាតិស្ថិរភាពស្បៀងកាពះមនុស្សម្នាក់ៗចឹងខ្ញុំមានប៉ុណ្ណឹងជូនជនរួមជាតិការប្រជុំរបស់យើងគឺយើងប្រឹកប្រែងសំខាន់បំផុតឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុយើងលែងទៅជាបំរែបំរួលអាកាសធាតុហើយគឺវិបត្តិអាកាសធាតុដែលកំពុងមកដល់ប្រទេសនីមួយៗប្រឹងប្រែងរករៀងខ្លួនដើម្បីការពារអាយុជីវិតរបស់ប្រជាជនរៀងៗខ្លួនការពិភាក្សារបស់យើងនេះបានន័យថាការពិភាក្សាមិនមែនទៅលើអ្នកធ្វើគោលនយោបាយទេគឺការពិភាក្សាទៅលើអ្នកអនុវត្តដែរបានន័យថាឧត្តមមន្ត្រីតាមក្រសួងនីមួយៗក៏បានចូលរួមមកធ្វើកិច្ចសហប្រតិបត្តិការហើយលោកក៏មើលឃើញរឿងអ្វីដែលត្រូវបានលើកឡើងដោយគោលអ្នកធ្វើគោលនយោបាយអញ្ចឹងបានន័យថាយើងកំពុងនិយាយនេះនិយាយនៅលើជើងជាន់ឈរលើដីអញ្ចឹងមិនមែននិយាយទៅលើអាកាសដែលមិនអាចធ្វើបានទេអញ្ចឹងអ្វីដែលអាចធ្វើបានយើងអាចលើកមកដាក់លើតុអញ្ចឹងនេះជាគោលនយោបាយមួយដែលត្រូវទាមទារឲ្យមានការសហការគ្នាប្រព័ន្ធគេហៅការទូតសភាបូកនឹងប្រព័ន្ធនៃការអនុវត្តនៅក្នុងអន្តររដ្ឋាភិបាលនិងអ្នកវិនិយោគអញ្ចឹងវិស័យឯកជនក៏បានចូលរួម NGO ផ្សេងក្រុមការងារនៃសង្គមស៊ីវិលក៏បានចូលរួមអញ្ចឹងមិនមែនជាសម្លេងតែម្នាក់ឯងទេបាទផែនការសកម្មភាពនីមួយៗគឺមានដែលយើងហៅថាការអភិវឌ្ឍបៃតងនោះឯងការអភិវឌ្ឍបៃតងនេះគឺសំដៅទៅលើយន្តនិយមន័យនៃការធ្វើការងារជាក់ស្ដែងឲ្យមានផលប្រយោជន៍អញ្ចឹងបានគេថាផលប្រយោជន៍ជាតិនិងផលប្រយោជន៍សហគមន៍ផលប្រយោជន៍ជាតិគឺកម្រិតសន្តិសុខជាតិទាំងស្បៀងទាំងស្អីទាំងអស់ប៉ុន្តែពេលក៏ប្រយោជន៍សហគមន៍គឺទៅលើប្រជាជនម្នាក់ៗគ្រួសារនីមួយៗត្រូវមានផលប្រយោជន៍ពីនោះ